ប៉ុន្តែទោះជាយ៉ាងណាក្មេងៗនៅតែមានអារម្មណ៍សប្បាយរីករាយដោយបានគ្រូរបស់ពួកគេតែងតែព្យាយាមនិយាយរៀបរាប់ប្រាប់ជាហូរហែនៅប្រភេទដើមឈើសត្វព្រៃទំនៀមទម្លាប់និងការរស់នៅរបស់ប្រជាជននាតំបន់បៃតងនេះរហូតតសេចក្តីវែងឆ្ងាយដល់ទាំងរឿងរបាំប្រពៃណីអាហារហូបចុកជំនឿនិងនិទានដំណាលនៃរឿងផ្សេងវែងអន្លាយបន្ថែមលើនេះផងដែរពេលខ្លះពូម្ចាស់ម៉ូតូក៏បានបែរមកនិយាយផោបន្លាចលេងថានៅតំបន់នេះយប់ឡើងតែងតែមានសត្វព្រៃធំចេញមករកចំណីហើយប្រសិនជាថ្ងៃដែលមានព្រះខែរះក៏នឹងមានទាំងព្រលឹងខ្មោចព្រាយក្រឡាខ្លួនជាមនុស្សស្អាតហោះហើរឬដើរកាត់មុខផ្ទះអ្នកភូមិជាញឹកញាប់ហេតុនេះបើមិនចង់មានគ្រោះថ្នាក់ដាច់ខាតកុំចេញពីបន្ទប់ឲ្យសោះព្រោះពួកវាចូលចិត្តបំផុតគឺរកតែក្មេងៗតូចនិយាយចប់ក្មេងៗនៅលើរមាក់ក៏ផ្ទុះសំណើចឡើងកិលប៉ុន្តែក៏មានអ្នកខ្លះទៀតហាក់ដូចជាបានជឿទើបខំស្ដាប់ឡើងចំហមាត់ខ្យល់ត្រជាក់បក់ផាត់មកជាប់ធ្វើឲ្យផុតចាកពីភាពស្អុះស្អាប់រហូតដំណើរបានទៅដល់ទីចំការខ្លះពូម្ចាស់ម៉ូតូក៏បានយកដៃចង្អុលជាសញ្ញាបង្ហាញថានោះគឺជារបរកសិកម្មរបស់អ្នកភូមិស្រុកនឹងជាពិសេសគឺចំការចេកដ៏សែនល្វើយល្វឹងជាប់លាតសន្ធឹងមើលទៅដាច់កន្ទុយភ្នែកពិភពធម្មជាតិបៃតងក្នុងទឹកដីជាដែនដ៏សម្បូរបែបផ្ដល់ជាមនុស្សបន្តបន្ទាប់ត្រជាក់ស្រេបគប់ភ្នែកនឹងតាមដានមើលទៅផ្កាចម្រុះពណ៌តាមសងខាងផ្លូវដើមឈើប្លែកច្រើនសន្តានតាមរដូវសត្វស្លាបសត្វល្មូនទាំងក្នុងទាំងក្រៅឃើញច្បាស់នៅចំពោះមុខដំណក់ទឹកសន្សើមស្រក់ធ្លាក់ពីបណ្ដាស្លឹករុក្ខជាតិធំទំនងជាឧស្សាហ៍មានភ្លៀងធ្លាក់ជោគជាំទើបសភាពដើមឃើញតែស្រស់បំព្រងគ្មានផង់ធូលីជាប់ក៏យល់មេអំបៅដ៏ច្រើនសន្ធឹកសន្ធាប់កំពុងសំងំទុំតោងជាប់តាមសម្បកហើយក៏ផ្អើលស្រូរឡើងដំណើរគ្នាកាលបើឮសំឡេងម៉ូតូបកកាត់ក្បែរជាង1 ម៉ោងបន្ទាប់មិនដឹងថារមាក់បានបន្តបកកាត់ទៅចូលចេញតាមច្រកណាខ្លះទេត្បិតសងខាងនៃបណ្ដោយផ្លូវក៏រលែកយល់តែដើមឈើធំនៅត្រៀបត្រាហូរហែចោលក្លិនផ្កាផ្លែចេញពីព្រៃសាយឈួលមកជាប់វិញក្នុងច្រមុះក្រោមជំនោបក់រសាត់មកប៉ះប្រានរំភើយធ្វើឲ្យក្មេងខ្លះក៏សឹងតែនឹងលងលក់ថ្មិចទៅម្ដងហេតុដោយអាកាសធាតុត្រជាក់ទន់ភ្នែកងងុយងប់បុកតែក្បាលគ្នាឯងបន្ទាប់ពីបើកឡើងដីទួលចុះជំរាលសរសៀតាមផ្លូវតូចធំមួយស្របក់បន្ទាប់លបឿនរមាក់ក៏ចាប់ផ្ដើមបងអន់និងជន់ហ្វ្រាំងសន្សឹមឈប់សំចតនៅចំពីមុខច្រកផ្លូវស្ងាត់មួយដែលមើលមួយផ្លែតសឹងតែមិនដឹងថាជាផ្លូវព្រោះវាមានសុទ្ធតែដើមស្មៅនិងរបងឈើចាស់ពុកផុយខ្លះបាក់រលំផ្អៀងត្រេតរុំតោងពាន់ព័ទ្ធទៅដោយវល្លិធំតូចតាំងពីក្រោមដល់លើក្មេងៗទាំងអស់ក៏បានបើកភ្នែកភ្ញាក់រៀងស្វាងពុតដៃជើងរៀបចំខ្លួននិងសម្ភារៈដើម្បីត្រៀមចុះពីលើរមាក់ម្នាក់ម្ដងទាំងដែលអ្នកខ្លះភ្នែកនៅមមីបើកមិនចង់នឹងរួចស្ងាត់ចង់រហែកមាត់លោកពូម្ចាស់ម៉ូតូក៏ចុះនឹងគេដែរព្រមដល់មានដបទឹកមួយនៅនឹងដៃរួចដើរទៅមូលគម្របផ្អៀងចាក់តិចលើម៉ាស៊ីនដែលកំពុងក្តៅបង្កជាចំហាយផ្សែងហុយទ្រលោមធ្វើឲ្យក្មេងប្រុសមួយចំនួននៅក្បែរនោះតាមសម្លឹងមើលមិនដាក់ភ្នែក បន្ទាប់មកសិស្សទាំងអស់ក៏បានបោះជំហានដើរចូលតាមច្រកផ្លូវអាតកំបាំងនោះជាជួរបន្តគ្នាដោយមានលោកគ្រូម្នាក់នៅខាងមុខជាអ្នកនាំផ្លូវនិងពីរបីនាក់ទៀតនៅតាមពីក្រោយសូមមាត់និយាយគ្នាតិចពីនេះពីនោះ
ក៏ចាប់ផ្ដើមនន់លឺឡើងសារជាថ្មីខណៈដែលអ្នកខ្លះរលាស់ជើងរលាស់ដៃសើចសប្បាយរុញច្រានគ្នាលេងទៅវិញទៅមកបន្ទាប់ពីអង្គុយស្ពឹកស្រពន់ជាច្រើនម៉ោងលើរមាក់ម៉ូតូប៉ុន្តែក្មេងខ្លះក៏បែរប្រញាប់ប្រញាប់រូតកាបូបទាញយកខ្មៅដៃនិងកូនសៀវភៅមកធ្វើការកត់ត្រាជារូបជាអក្សរផ្អែកទៅលើទិដ្ឋភាពផ្សេងៗដែលពួកគេកំពុងឃើញជុំវិញខ្លួនប្របតាមច្រកមាត់ផ្លូវឆ្ពោះសំដៅត្រង់ទៅមុខក្រោមម្លប់សាខាងងឹតព្រាលនៃដើមឈើធំតូចក្រងគ្របកំបាំងស្រទាប់មេឃដ៏ក្រាស់ក្រែលពីលើសត្វស្លាបចាប់ស្រុកចាប់ព្រៃកំពុងចោលភ្នែករំពៃសម្លឹងមើលមកក្រោមទទះស្លាបលូតចុះលូតឡើងក៏យល់គំនរគ្រួងដៃធំនៃម៉ាស៊ីនគ្រឿងចក្រខូចច្រើនប្រភេទក្បែររបងដែលមានសភាពច្រេះចាប់ដុះស្នឹមពុកផុយមើលសឹងតែពុកចង់ស្គាល់ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍ដល់គឺវាហាក់បីដូចជារថយន្តដែលត្រូវបានជួបគ្រោះថ្នាក់បុករួញខ្ទេចខ្ទីលែងចាំរូបរាងដើមសំឡេងភ្លេងឡើងរងំប្រគំតាមបែបបទបុរាណក៏ចាប់ផ្ដើមបានឮរសាត់មកល្វើយតាមខ្យល់ទាញអារម្មណ៍ឲ្យមនុស្សកំពុងធ្វើដំណើរទាំងឡាយកើតនៅចម្ងល់ព្យាយាមចោលភ្នែកសម្លឹងទៅមុខត្រង់ដោយចិត្តអន្តរសាចង់ឲ្យឆាប់ដល់ដើម្បីយល់ជាក់ថាជាអ្វីមិនយូរប៉ុន្មានពួកគេក៏បានទៅដល់ប្រសពនឹងផ្ទះឈើបុរាណដ៏ប្រណិតមួយដែលត្រូវបានគេស្គាល់ថាជាកន្លែងសម្រាប់ជួលសម្រាកលំហែតាមបែបធម្មជាតិនាកណ្ដាលទ្រូងព្រៃដ៏ស្ងប់ស្ងាត់ដែលស្ថិតនៅឆ្ងាយពីទីប្រជុំជនក្នុងតំបន់នេះម្ចាស់ផ្ទះក៏ដូចជាមនុស្សប្រុសស្រីមួយចំនួនទៀតបានចេញមកក្រៅភ្លាមដើម្បីជម្រាបសួរស្វាគមន៍រាក់ទាក់គ្នាទៅវិញទៅមកដោយស្នាមញញឹមក្នុងឱកាសនៃការមកដល់ជាលើកដំបូងនៃទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សនារដូវសម្រាកកាយមួយរយៈខ្លីនេះបន្ទាប់មកគេក៏បានណែនាំឲ្យស្គាល់និងបានចូលទៅដល់ទីតាំងបន្ទប់ស្នាក់នៅនីមួយទើបគ្រប់គ្នាអាចផ្លាស់ខោអាវនិងទុកដាក់របស់អីវ៉ាន់សំខាន់រួចរាល់ទើបត្រឡប់ចេញមកក្រៅដើម្បីជួបជុំគ្នាសាជាថ្មីនៅបរិវេណក្រោមលូបឈើមុខផ្ទះជាប់ផ្លូវច្រកចូលមកមុននេះដើម្បីនឹងរៀបចំទទួលស្រស់ស្រូបអាហារពេលថ្ងៃត្រង់ដែលបានចម្អិនទុករួចរាល់ក៏ទំនងជាមានឲ្យជារសឈ្ងុយឆ្ងាញ់ពិសេសពិសាតាមរបៀបចម្អិនធ្វើជូននៅប្រភេទម្ហូបប្រចាំតំបន់នេះប៉ុន្តែទោះជាយ៉ាងណាក៏គេនៅតែមានដាក់នំប៉័ងបង្អែមនិងម្ហូបបែបទីក្រុងមួយចំនួនទៀតបង្ការខ្លាចសិស្សពិបាកឬមិនទាន់ទម្លាប់នៅក្នុងការទទួលទានរំលងផុតប៉ុន្មានម៉ោងបន្ទាប់ក្មេងៗមួយចំនួនធំបានត្រឡប់ទៅក្នុងបន្ទប់រៀងខ្លួនដើម្បីសម្រាកដោយការអស់កម្លាំងនិងនៅសល់ខ្លះទៀតកំពុងបន្តអង្គុយអានសៀវភៅយ៉ាងស្ងៀមស្ងាត់លើកៅអីជាប់តុអាហារដែលគេបានប្រមូលសម្អាតទុកដាក់រួចអស់នៅតែផ្លែឈើ 2-3 កន្ត្រកសម្រាប់ដាក់ញ៉ាំលេងបន្តដោយឡែកក៏មានក្រុមក្មេងខ្លះទៀតអត់ព្រមអង្គុយស្ងៀមឬសម្រាកនឹងគេទេគឺបែរជានាំគ្នាបន្តចេញទៅទស្សនាទិដ្ឋភាពផ្សេងទៀតដែលមាននៅតាមជុំវិញបរិវេណផ្ទះដោយម្នាក់មានសុទ្ធតែប៊ិចសៀវភៅសម្រាប់កត់ត្រាជាប់នឹងដៃប៉ុន្តែគេក៏នឹងមិនអនុញ្ញាតឲ្យបានទៅទីណាឆ្ងាយពេកដែរគឺបានត្រឹមតែព្រំរបងឈើដែលហុំព័ទ្ធជុំវិញគេហដ្ឋាននេះតែប៉ុណ្ណោះហើយក៏ត្រូវបានសង្កេតមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកគ្រូអ្នកគ្រូដែលរួមដំណើរជាមួយគ្នាមកនោះក្រោយព្រះអាទិត្យទុនទាបបាំងនឹងដងភ្នំពន្លឺក៏ចាប់ផ្ដើមប្រែពណ៌ជាក្រហមទុំព្រាលដំណើរនឹងសន្ធឹកខ្យល់បក់បង្កសំឡេងស្លឹកឈើទង្គិចគ្នាប្រាបង្កើតជាស្រទាប់បាច់ពន្លឺព្រិចចាំងឆ្លុះនិងចំហាយសន្សើមចូលមកតាមប្រឡោះនៃមេឃសាខាធំរសៀលកាន់តែជ្រៀលជ្រេថ្ងៃក៏កាន់តែថមថយពន្លឺ
ធ្វើឲ្យបរិយាកាសចាប់ផ្ដើមចុះត្រជាក់យ៉ាងលឿនភ្លាមរុំស្រោបទៅដោយស្រទាប់ផ្សែងអាប់ក៏កំពុងតែចាប់ផ្ដើមបង្ហាញវត្តមានធ្លាក់រសាត់អណ្ដែតវិលវល់ក្នុងទីធ្លាផ្ទះទាំងមូលខណៈនៅមកពុំទាន់ឈានចូលប្រលប់យប់ស្រួលបួលផងសំឡេងសត្វស្រែកកងរំពងល្វើយចេញពីតាមជ្រុងព្រៃក្បែរផ្ទះដែលជាសន្តានដីរៀងជម្រាលចុះទៅក្រោមឆ្ងាយស្រឡះប្រដូចបានទៅនឹងជ្រលងភ្នំដ៏សែនជ្រៅឬក៏អាចជាអន្លង់ជ្រោះដ៏សែនឆ្ងាយនៃទីកំបានផ្លូវដែលមានតែដើមឈើដុះស្រោមប្រដន់ប្រសងគ្នាបៃតងស្រងាត់លាយឡំនឹងផ្ទាំងថ្មតូចធំហាក់អណ្ដែតកណ្ដាលសមុទ្រឈើ